ខ្ញុំនាំបងប្អូនជាងសំណង200នាក់ជិះឡានក្រុងតាចាំង3ឆ្នាំជាប់គ្នាពីឡានក្រុងដែលជិតខ្សែធនពួកយើងជួយគាំទ្ររហូតគាត់ខ្លាចជាអ្នកមានមុនគេក្នុងភូមិដែលមានផ្ទះវីឡានិងឡានទំនើបតែគាត់បែរជាខ្ពើមញើសក្អែពួកយើងហើយដំឡើងថ្លៃឡាន5រៀលខ្ញុំទៅថ្វាគាត់បែរជាសាច់ចំអកលីនឈិនអញចិត្តស៊ីញេកុងត្រាជាមួយរោងចក្រគីមីហើយគេជាអ្នកថ្លៃធ្នូប្រាសុទ្ធតែចំណែកពួកឯងប្រឡាក់សុទ្ធតែភក់ជិះម្ដងអញត្រូវលៀងឡានកន្លះថ្ងៃមួយស្មោកគ្រោកបែបនេះអញឈប់ដឹកហើយខ្ញុំគៀងបន្តិចមើលទៅគាត់មិនដឹងទេថាអនុប្រធានរោងចក្រគីមីបង្កើតរបស់ខ្ញុំសោះតាចាំងឡានថ្ងៃនេះលុយម្លេះឆាប់បើកទ្វារមកពួកយើងប្រញាប់ទៅការដ្ឋានខាងលិចក្រុងនៃឈប់សិនលីតាជួយអ្នកណាឲ្យអញរត់ចូលទាំងងើអញ្ចឹងមើលបាតស្បែកជើងអញមើលសុទ្ធតែស្បែកប្រណិតអញទៅតែដូរថ្មីតម្លៃរាប់ពាន់បើប្រឡាក់ខូចឯងមានលុយសងទេតាចាំងលោកមានន័យថាម៉េច3ឆ្នាំហើយពីមុនមិនអញ្ចឹងតើយ៉ាងច្រើនពេលឡើងឡានខ្ញុំទេដេកចេញឲ្យស្អាតទៅពីមុនផ្សេងឥឡូវផ្សេងចាប់ពីថ្ងៃនេះទៅសម្បត្តិឡានឡើងថ្លៃ5រៀលហើយពួកឯងហាមយកប្រអប់ជីមកខ្វក់ឡើងលើឡានដាច់ខាតត្រូវយកទៅដាក់ក្នុងឃ្លាំងអីវ៉ាន់ខាងក្រោមទាំងអស់អីវ៉ាន់មួយគិតថ្លៃផ្ញើ5រៀលមុនឡើងឡានគ្រប់គ្នាត្រូវជូតជើងលើកម្រាលកៅស៊ូនេះឲ្យស្អាតសិនបានរណាធ្វើឲ្យប្រឡាក់ភក់ត្រូវពីនៃ50រៀលតាចាំងលោកចង់ធ្វើបាបពួកយើងមែនទេសម្បត្តិឡើង5រៀលថ្លៃអីវ៉ាន់ទៀតមួយថ្ងៃទៅមកយើងត្រូវអស់លុយថែម20រៀលហើយយើងក្រុមធ្វើការមិននឹងអាចមិនយកអីវ៉ាន់ជាងទៅបានការយកថ្លៃបែបនេះវាមិនសមហេតុផលទេពេលនោះខ្ញុំក៏ដើរទម្លុះហ្វូងមនុស្សទៅឈរមុខតាចាំងខ្ញុំសម្លឹងមើលគាត់ដល់ចិត្តស្ងប់ស្ងាត់បំផុតកាលពី3ឆ្នាំមុនគាត់ជំពាក់លុយទិញឡានគ្មានលុយសោះរហូតចង់សម្លាប់ខ្លួននៅមុខភូមិគឺខ្ញុំដែលនាំបងប្អូន200នាក់នេះមកស៊ីញេកុងត្រាជិះឡានប្រចាំថែមទាំងបងលុយមុនកន្លះឆ្នាំដើម្បីឲ្យគាត់សងបំណុលហើយថែមទាំងយកប្រតិបត្តិការសាច់ប្រាក់របស់ក្រុមយើងទៅធានាខ្ចីលុយធនាគារឲ្យគាត់ទើបគាត់មានលុយទិញឡានក្រុងបន្តតាចាំងរកស៊ីត្រូវចេះយកយល់មុនក្រោយហើយត្រូវមានទំនុកចិត្ត3ឆ្នាំនេះបងប្អូនខ្ញុំ200នាក់ជិះតែឡានលោកមិនដែលខានការលោកទិញឡានទាំងណាជាអ្នកស៊ីញេលិខិតធានាអតិថិជនប្រចាំដើម្បីឲ្យលោកខ្ចីលុយបានការប្រាក់ឥឡូវលោកមានលុយហើយក៏បែរមកខំអ្នកដែលធ្លាប់ជួយលោកវិញអញ្ចឹងហេលីងឈិនកុំយកទម្លាប់ចាស់មកនិយាយពីមុនអញគ្មានជំរើសទើបព្រមដឹកពួកកសិករតែឥឡូវមិនដូចមុនទេឥឡូវគម្រោងឡានក្រុងរោងចក្រអញមានឈ្មោះក្នុងបញ្ជីខេត្តហើយឲ្យតែស៊ីញេកុងត្រានោះរួចថ្ងៃក្រោយអញតែបុគ្គលិកពាអោសនឹងថ្នាក់ដឹកនាំរោងចក្រប៉ុណ្ណោះគេជាអ្នកថ្លៃថ្នូរចំណែកពួកឯងអង្គុយក្នុងឡានសុទ្ធតែក្លិនញើសនិងក្លិនផុកបច្ច័យដល់គេធ្វើឲ្យបាត់បង់កុងត្រាតែអញសុំទៅលីងឈិនក្រុមសកម្មរោងចក្រគេប្រាប់ឲ្យចង់បានក្រុមហ៊ុនដឹកជញ្ជូនដែលធ្លាប់បម្រើក្រុមធំមានក្រេឌីតខ្ពស់និងមានស្ថិរភាពតាចាំងអញឥឡូវជាមនុស្សមានកម្រិតហើយចំណែកពួកឯងបើគិតថាថ្លៃទៅជិះឡានក្រុងចាស់នៅផ្សារតម្លៃ1រៀលទៅទោះវាយឺត1ម៉ោងក៏ពិតមែនតែយ៉ាងណាពេលវេលាពួកកម្មករដូចឯងក៏គ្មានតម្លៃអីដែរចាំអត់ប្រយោជន៍មិនស្មើនឹងជិះឡានយឺតទេហេខ្ញុំស្ដាប់សម្ដីទាំងនេះស្រាប់តែហួសចិត្តចង់សើចគាត់មិនដឹងសោះថាក្រុមសកម្មរោងចក្រគីមីបានឃើញឯកសារប្រតិបត្តិការល្អគ្មានការតវ៉ានោះគឺដោយសារតែខ្ញុំលីងឈិនជាអ្នកស៊ីញេដល់ពិន្ទុពេញចិត្តដោយផ្ទាល់ដៃលើវិកបប្រចាំខែរដូវបើគ្មានការសហការពីបងប្អូន200នាក់របស់ខ្ញុំទេឡានកញ្ចាស់គាត់នោះសូម្បីតែលក្ខខណ្ឌមូលដ្ឋានក៏ឆ្លងមិនផុតផងក៏បានតាចាំងបើលោកចង់បានមុខមាត់ខ្លាំងម្លេះការរកស៊ីមួយនេះយើងឈប់ធ្វើហើយតាជួយឥឡូវអញនាំបងប្អូនទៅជិះឡានស៊ីវលីនៅភូមិលីនវិញទោះឆ្ងាយបន្តិចតែយ៉ាងហោចណាស់គេចាត់ទុកយើងជាមនុស្សលីនឈិនឯងខ្លាំងមែនកុំគិតថាអត់ពីពួកឯងរកស៊ីលេងរស់ឲ្យសោះចាំមើលស្អែកអញស៊ីញេកុងត្រារោងចក្ររួចក្នុងភូមិដាហើយស៊ូទោះពួកឯងអង្វរឲ្យដឹកក៏អញមិនខ្ជិលដឹកដែរចាំមើលទាំងអស់គ្នាតើនរណាទៅជាម្ចាស់រត់ឡើងឡានទីទ្វារបិទផាំងឡានក្រុងទំនើបបាញ់ផ្សែងខ្មៅស្អុយត្រឡោមរួចបើកចេញទៅយ៉ាងលឿនបន្សល់ទុកត្រឹមបងប្អូនកម្មករឈោមើលធូលីដេហុយត្រឡោមទាំងទឹកមុខព្រៀមប្រំជាទីបំផុតចំណែកខ្ញុំបានយកទូរស័ព្ទចុចខលទៅប្អូនស្រីលីនឈៀងនាងគឺជាអនុប្រធានរោងចក្រគីមីទទួលបន្ទុករដ្ឋបាលនិងជាប្រធានគណៈកម្មការដេញថ្លៃឡានក្រុងលើកនេះគូឈីងជឺមានរឿងមួយប្រាប់អញការពិតតាចាំងមិនត្រឹមតែគិតអាក្រក់រឿងឡានទេគាត់ថែមទាំងចង់ផាត់ពួកយើងចេញពីជីវភាពក្នុងភូមិទាំងស្រុងទៀតផងពីនៅមុខភូមិដាហើយស៊ូមានតូបលក់អាហារព្រឹកមួយសម្រាប់កម្មករដែលចាស់ទុកឈ្មោះលីវម៉ាជឺគឺជាប្អូនថ្លៃបង្កើតរបស់តាចាំងកាលពីមុនដើម្បីសម្រួលដល់បងប្អូនកម្មករខ្ញុំបាននិយាយត្រូវរាល់ជាមួយលីវម៉ាជឺថា10រៀលម្នាក់បាននំប៉ោវនិងបបស៊ីម៉ាត់ឯតតែថ្ងៃនេះពេលបងប្អូន200នាក់ដើរទៅដូចធម្មតាស្រាប់តែឃើញមានបិទសេចក្តីជូនដំណឹងថ្មីមួយឧថៅកែលីសុំទោសផងវិន័យដូហើយយកមិញបងថ្លៃខ្ញុំប្រាប់ថាពួកឯងនេះស៊ីច្រើនហួសហេតុពេកម្នាក់ស៊ីស្មើគេ3នាក់ថ្ងៃក្រោយបើម្នាក់បានតែ2ទេបើថែមបបមួយចាន1រៀលហើយទៅឈើប្រណិតខាងមុខមិនឲ្យពួកឯងអង្គុយទៀតទេពួកឯងនាំធូលីមកច្រើនពេកប៉ះពាល់ដល់ការទទួលភ្ញៀវបោះជំរំលំដាប់ខ្ពស់របស់ខ្ញុំសម្លឹងមើលទៅតាមដែរគាត់ចង្អុលនៅក្រោយម្ខាងផ្លូវពិតជាមានឡាន off-road តុបតែងស្អាត2គ្រឿងមែនមានប្រុសស្រីប៉ុន្មានអ្នកស្លៀកពាក់ប្រណិតកំពុងចង្អុលមកពួកយើងតាចាំងពេលនេះកំពុងច្រនលំទោនចែកទឹកសុទ្ធឲ្យភ្ញៀវទាំងនោះទឹកមុខយកចិត្តរបស់គាត់និងភាពកោងកាច់ដាក់ពួកយើងអំបញ្ញមិញគឺខុសគ្នាស្រឡះគឺលោកគ្រូអ្នកគ្រូកុំខ្វល់ពួកកម្មករទាំងនេះអីសុទ្ធតែពួកអនាថាក្នុងភូមិទេបន្តិចទៀតខ្ញុំនឹងបើកឡានថ្មីជូនអ្នកទាំងអស់គ្នាទៅកន្លែងបោះជំរំតឡានក្រុងយើងមានដំបូលកាយសាសនាធានាថាមិនឲ្យមនុស្សសក់ទាំងនេះមកប៉ះពាល់ខ្សែភ្នែកអ្នកទាំងអស់គ្នាឡើយតាចាំងពួកកម្មករញ៉ៃណាស់ខ្យល់អាកាសពេញដោយធូលីនិងក្លិនញើសបើថ្ងៃក្រោយនៅតែអញ្ចឹងក្រុមស្រាវជ្រាវយើងឈប់រើកន្លែងនេះហើយតាចាំងឬបែបនេះភ័យស្ទើរលុះប្រឡងជាស្ពានចម្លងគាត់ទៅកាន់សង្គមអ្នកមានគាត់ងាកមកចង្អុលមុខពួកយើងស្រែកដូចឆ្កែឆ្កួតលីងឈិនឬទេភ្ញៀវគិតយកពីក្រុងគេធន់ពួកឯងណាឆាប់នាំមនុស្សដើរផ្លូវចាស់នៅក្រោយភូមិទៅកុំមករ៉ាំងទេសភាពគេនៅទីនេះហើយមួយទៀតលីងមកជុំប៉ាវដែលសចេញទៅបន្តិចទៀតភ្ញៀវគិតយកចង់ញ៉ាំរបស់ចំហុយថ្មីពួកកសិករនេះឲ្យស៊ីរបស់សល់បានហើយតែនេះជារបស់សាធារណៈភូមិតុបអាហារព្រឹកនេះក៏មានបានដោយសារពួកយើងដែរលោកមានគ្រាន់តែចង់យកចិត្តអ្នកក្រៅក៏ចាត់ទុកយើងដូចសត្វអញ្ចឹងអាំងអីអាហេអាំងថាអញចិត្តខ្លាយជាដៃគូដឹកជញ្ជូនរោងចក្រគីមីនឹងណាអាំងថាឡានក្រុងអញប៉ុន្មានគ្រឿងនេះជាគំរូអាជីវកម្មឆ្នាំប្រចាំឆ្នាំនេះមួយពេលស៊ីបាយ3ចានក្រៅពីលោកកម្លាំងតាធ្វើអីកើតមានប្រយោជន៍អីដល់ភូមិហាភ្ញៀវបោះជំរំគេមួយពេលចាយអស់រាប់រយថែមទាំងជួយតាក់ទាញភ្ញៀវទៀតមួយថោកពីពួកឯងឈប់លក់ឲ្យក៏បាន
ឆាប់ចេញទៅកុំមករំខានការរកស៊ីធំរបស់អញតាចាងលោកគិតថាពេលលោកតោងបានថៅកែកន្លែងបោះជំរំហើយបានកុងត្រារងចាក់គីមីថ្ងៃក្រោយលោកនឹងក្លាយជាភ្ញៀវកិត្តិយសរបស់អ្នកក្រុងមែនទេលោកដឹងអត់ថាគម្រោងបឹងបោះជំរំប្រព័ន្ធទឹកផ្លូវឈើសំបីតែផ្លូវក្រៅកៅស៊ូដែលលោកកំពុងមានមោទនភាពនេះតើនរណាជានោះបងអូនពីរអ្នកក្រុងដៅសេះអង្សាយតែម្ដងមួយចុះយ៉ាងម៉េចយកលុយហើយធ្វើការរួចរាល់ហើយថៅកែគេមានសមត្ថភាពគេពួកឯងឥឡូវនៅទីនេះគឺបំផ្លាញសោភ័ណភាពបើស្គាល់កាលៈទេសៈឆាប់ចេញទៅបានបើលោកគិតថាយើងទៅភ្នែកអញ្ចឹងយើងនឹងចេញឲ្យបាត់ស្រមោលតែម្ដងខ្ញុំលីនឈិនយងតាមពេកព្រមព្រៀងជួយគ្នាទៅវិញទៅមកកាលពី3ឆ្នាំតែលោកវ៉ាងបានបំពេញកិច្ចសន្យាឯកតោពិធីនឹងរើអើងក្រុមកម្មករក្នុងភូមិខ្ញុំតំណាងឲ្យក្រុមកម្មករស៊ីងឈិនសូមដាក់ពាក្យផ្លូវការដកហូតសិទ្ធិអនុញ្ញាតឲ្យកងឡានគាត់ចតនៅមុខភូមិបន្ថែមពីនេះខ្ញុំទាមទារឲ្យលោកចោលកិច្ចសន្យាជួលតូបសាធារណៈមុខភូមិរបស់គាត់ជាបន្ទាន់ទឹកមុខតែជាស្លេកស្លាំងភ្លាមគាត់មិននឹកស្មានថាខ្ញុំវាបំបីឆ្នាំងបាយគាត់តែម្ដងលីនឈិនអញយកក្រដាសកញ្ចាស់នេះមកគំរាមអ្នកណាកុំត្រានោះស៊ីញ៉េ3ឆ្នាំហើយឥឡូវវាខ្លាយជាក្រដាសអត់ន័យហើយអញឥឡូវមានខ្សែនៅស្រុកអញគិតថាមេភូមិស្ដាប់អញហេតាចាលោកប្រហែលជាភ្លេចហើយកាលពី3ឆ្នាំមុនមូលហេតុដែលនេះអាចឲ្យបងថ្លៃលោកបាក់តូបាព្រោះខ្ញុំតំណាងបងប្អូន200នាក់ធ្វើលិខិតធានាប្រាប់ភូមិថារាល់ការចំណាយលើម្ហូបអាហារប្រចាំថ្ងៃគឺត្រូវទុកក្នុងភូមិទាំងអស់បើគ្មានលិខិតធានានេះទេបងថ្លៃលោកនេះតាមច្បាប់ត្រូវវាចោលតាំងពីកន្លះខែមុនម្លេះបងថ្លៃតាចាងលីវមកជឿគ្រាន់តែវេកឆាក្នុងដៃក៏ធ្លាក់បោកខ្ទេចលើដីតាចាងខ្ញុំទុកពេលឲ្យលោកមួយយប់ដើម្បីគិតពិចារណាប្រគល់លុយសម្បត្តិដែលយកលើស្មកវិញហើយសុំទោសបងប្អូនមិនអញ្ចឹងទេថ្ងៃស្អែកពេលក្រុមរោងចក្រគីមីមកទីបំណុលអ្វីដែលលោកបាត់បង់មិនមែនត្រឹមតែលុយសម្បត្តិឡានប៉ុន្មានសន្លឹកនេះទេយកសពទៅតាចាំងអញមួយជីវិតនេះមិនដែលអន់ក្បាលដាក់ពូកសិក្រែងទេឯងចាំមើលថានរណាងាប់មុនគាត់ស្ទុះឡើងឡានទំនើបទាំងឈួតលីលីបើសំដៅទៅទីប្រជុំជនគាត់មិនដឹងសោះថាមូលហេតុដែលលិខិតត្រួតពិនិត្យរោងចក្រគីមីអាចធ្លាក់មកដល់ដោយសារតែពីក្រោយលិខិតនោះមានភ្ជាប់មកជាមួយនៅរបាយការណ៍វិតម្លៃក្រេឌីតសហការ3ឆ្នាំរបស់ក្រុមកម្មករស៊ីងឈិននោះហើយជាក្អែដែលគាត់ខំប្រឹងដុសលៀងចេញតែវាក៏ជាមេដៃតែមួយគត់ដែលធ្វើឲ្យគាត់អាចរកស៊ីជាមួយរោងចក្រគីមីបានម្ខាងទៀតមេភូមិឈិនហ្វូគុយសម្លឹងមើលឯកសារដកសិទ្ធិដែលពោពេញដោយស្នាមមេដៃក្រហមញឹកស្អិចនៅលើរួចដកដង្ហើមធំគឺលីងឈិនឲ្យរឿងនេះបើធ្វើឲ្យតានតឹងពេកក៏គ្មានប្រយោជន៍ដល់អ្នកណាដែរតាចាងគាត់គ្រាន់តែមាត់រអើមួយពេលចង់តង់មេឈើខ្ពស់យើងសុទ្ធតែអ្នកភូមិជាមួយគ្នាជួបមុខគ្នារាល់ថ្ងៃគឺមេភូមិមិនមែនចង់រឿងទេ3ឆ្នាំមុនតាចាងជួបពាក់បំណុលការប្រាក់ខ្ពស់គឺបងប្អូនយកលុយដែលបដូរជីវិតនៅការដ្ឋានមកបង់ថ្លៃសម្បត្តិមុនកន្លះឆ្នាំដើម្បីជួយសង្គ្រោះជីវិតឥឡូវគាត់មានលុយហើយក៏គិតថាបងប្អូនយើងខ្វក់អ្វីដែលគាត់ខ្ពើមមិនមែនពួកយើងទេគាត់ខ្ពើមអតីតកាលដ៏ក្រីក្ររបស់គាត់មនុស្សប្រភេទនេះបើមិនឲ្យគាត់ឈឺចាប់ម្ដងទេគាត់នឹងមិនស្គាល់ពីសន្តានដើមឡើយគឺអញ្ចឹងចុះថ្ងៃក្រោយចាំខ្ញុំទៅនិយាយជាមួយតាចាងថ្ងៃបន្ទាប់តាចាងមិនបានទៅទីប្រជុំគាត់បានបានអត់ទំនើបទៅទិញថ្មីអូបឡានក្រុមទំនើបអត់ទាន់មានស្លាកលេខ2គ្រឿងត្រឡប់មកមុខភូមិវិញយ៉ាងឥតថឹកតាចាងឡាននេះថ្លៃណាស់ហើយមើលទៅកក់មុន300000នៅសល់ជំពាក់ជាមួយលានទៀតហៅថាកម្រិតថ្នាក់ដឹកនាំរោងចក្រគីមីគេមានឋានៈអីគេជាអ្នកមានចំណេះដឹងខ្ពស់បើមិនប្រើដំបូលផ្កាយបែបនេះមិននឹងស័ក្តិសមនឹងកម្រិតរបស់ចំណែកពួកនោះឃើញទេឲ្យពួកនោះមកជិះឡានអញគឺស្មើនឹងប្រមាថពូកស្បែកនេះហើយឡានអញនេះថ្ងៃក្រោយគ្រាន់តែថ្លៃថែទាំកញ្ចក់មួយផ្ទាំងក៏ស្មើថ្លៃឡានពួកវាជិះពេញមួយខែដែរលីនឈិនអាល្អិតនោះមិនចង់ខ្លាំងហេអញចង់មើលមុខវាថាតើថ្ងៃនេះវាដឹកមនុស្ស200នាក់នេះចូលក្រុមដោយរបៀបណាពេលនេះខ្ញុំកំពុងនាំលីតាជួយនឹងក្រុមការងារស្នូចាំនៅក្រុមលោកជិះបែបលើបងប្អូន200នាក់បានតម្រង់ជួបគ្នាជា4ជួរយ៉ាងរៀបរយទោះបីក្នុងចិត្តគ្រប់គ្នាមានការព្រួយបារម្ភតែពេលឃើញទឹកមុខស្ងប់ស្ងាត់របស់ខ្ញុំក៏គ្មាននរណាមាត់ក៏អីដែរអូហូថៅកែលីននៅមិនទាន់មានឡានជិះទៀតហេកុំចាំអីក្នុងរង្វង់50គីឡូម៉ែត្រនេះក្រៅពីតាចាំងអញតើនរណាហ៊ានទទួលមួយ200នាក់ប្រាប់ឲ្យហើយឆាប់នាំពួកកសិករនេះមកលុតជង្គង់សុំទោសអញមកឲ្យតែអញសារភាពថាគ្រាន់តែជាមនុស្សអត់បានការអញអាចនឹងមានមេត្តាបើកឡានដឹកជ្រូកកញ្ចាស់អញមកដឹកពួកឯងម្ដងចុះលីតាជួយខាងឡានក្រហមមុខបំរុងនឹងស្ទុះទៅត្បាតែខ្ញុំចាប់ទាញដៃជាប់តាចាងឡានពិតជាល្អមែនតែលោកគិតទាន់ទេឡានពីរគ្រឿងនេះពុកទាំងការប្រាក់ធនាគារគ្រាន់តែបើកភ្នែកឡើងមួយថ្ងៃលោកត្រូវសងធនាគារចិត្ត3000រៀលទៅហើយកុងត្រារោងចក្រគីមីដ៏ធំរបស់លោកនោះបើស៊ីញ៉េមិនបានទេដំបូងទាំងនេះប្រហែលជាមានប្រយោជន៍ត្រឹមតែបញ្ចាំងពលឺក្នុងយោស័ព្ទប៉ុណ្ណោះគូស៊ីញ៉េមិនបានហេកំផ្លែចាងអញរកស៊ីចុះឡើងក្នុងស្រុកនេះប៉ុន្មានឆ្នាំហើយខ្សែងធំណាស់អញស្មានតែយកលិខិតធានាមកគម្រាមអញប្រាប់ឲ្យដឹងចុះថ្ងៃនេះអញណាត់មួយធំ2នាក់ពីក្រុងមកចាំពេលក្រុមសកម្មរោងចក្រគីមីមកដល់ឃើញថាអញបំរើតែអ្នកមានកម្រិតខ្ពស់អញ្ចឹងកុងត្រានោះច្បាស់ជាធ្លាក់ក្នុងដៃអញមិនខានក៏កំពុងតែនិយាយស្រាប់តែមានភ្ញៀវពាក់អាវធំប៉ុន្មានអ្នកយូវ៉ាលីដាមកពីត្រើយម្ខាងគឺលោកគ្រូអ្នកគ្រូដាយឺក្នុងឡានបើកម៉ាស៊ីនត្រជាក់តាចាំងអោនលំទោនអញ្ជើញភ្ញៀវឡើងឡានមុននឹងបិទទ្វារគាត់មិនភ្លេចងាកមកធ្វើកាយវិការមើលងាយយ៉ាងខ្លាំងដាក់បងប្អូនកម្មករយើងទេឡានក្រុងបើកវឹបយ៉ាងលឿនថែមទាំងខ្លាញ់ធ្វើជាបើកកាត់ធ្លុបភក់ដោយមិនបន្ថយលបឿនធ្វើឲ្យទឹកភក់ខ្ទាបប្រឡាក់បងប្អូនប៉ុន្មានអ្នកសំបីតែអាវដែលខំប្រឹងបោកក៏ប្រឡាក់អស់បងប្អូនកម្មករក្រុមលេងបានក៏ស្រែកជាព្រៀបចំណែកខ្ញុំជូតទឹកភក់លើកអាវតិចក្នុងក្រសែភ្នែកគ្មានការខឹងសម្បារជួយបងប្អូនថាកុំប្រញាប់តាចាំងគិតថាគាត់ទិញបានចណ្ដាលឡើងទៅរូបភាពនេះបានតែគាត់មិនដឹងទេថាតែភ្ញៀវបោះជំរំប៉ុន្មានអ្នកនោះមកប្រមាថបងប្អូនកម្មករ200នាក់គាត់បានកាត់ផ្ដាច់ប្រភពចំណូលតែមួយគត់របស់ខ្លួនឯងបាត់ទៅហើយកម្មករ200នាក់មួយថ្ងៃថ្លៃឡានទៅមក10រៀលទៅដូចជាលុយតិចតួចតែសម្រាប់អ្នករត់ឡានតូចតាចដោយតាចាងគឺស្មើនឹងចំណូលសុទ្ធ60000រៀលក្នុងមួយខែតាចាងព្រោះតែចង់បានមុខមាត់ព្រោះតែភ្ញៀវបោះជំរំដែលធ្វើឲ្យគាត់ចំណេញតែ50រៀលក្នុងមួយពេលសុខចិត្តទាត់ចោល60000រៀលក្នុងមួយខែដែលជាប្រភពសង្គ្រោះជីវិតគាត់ពេលដែលឡានដំបូងការរបស់តាចាងបាត់ស្រមោលនៅកែងភ្នំយ៉ាងមានមោទនភាពស្រាប់តែមានឡានក្រុង3គ្រឿងទូមើលទៅរៀងចាស់បន្តិចតែលាងបានយ៉ាងស្អាតបានបើកចូលមកក្នុងភូមិដែលហើយស៊ូយឺតអ្នកបើកបរឡានមកគេគឺជាកំឡុះអាយុ30ឆ្នាំលីវៃតុងគាត់នៅភូមិលៀងក្បែរខាងពីមុនធ្លាប់ចង់ចូលមកដឹកមួយក្នុងភូមិនេះដែរតែតែងតែត្រូវតាចាងនាំពួកក្មេងទំនើបមករ៉ាសំបីតែកង់ឡានក៏ធ្លាប់ត្រូវគេចាក់បំបែកដែរថាកែលីនយើងមិនយឺតទេដឹងទាន់ពេលល្មមហត់ហើយបងប្អូនចាប់ពីថ្ងៃនេះទៅកង់ឡានរបស់ជាងលីឡានផ្ដាច់មុខសម្រាប់ក្រុមកម្មករយើងសម្បត្តិមិនឡើងថ្លៃទេថែមទាំងបញ្ចុះមួយរៀលម្នាក់ទៀតលើពីនេះជាងលីសន្យាថាឡាននឹងមានទឹកបរិសុទ្ធនិងតែត្រជាក់ហ្វ្រេឲ្យអ្នកទាំងអស់គ្នាផឹកតាមចិត្តថាកែលីនពិតជាពូកែនេះហើយគេហៅថាយុទ្ធធម៌មានក្នុងចិត្តមនុស្សអាតាចាងរំលគុណនោះឲ្យវាដេកអប់ពុកស្បែករបស់វាទៅចុះជាងលីតាចាងជាមនុស្សគុំគួនខ្លាំងណាស់ពេលលោកបើកឡានត្រូវប្រយ័ត្នប្រយែងផងម្យ៉ាងទៀតតារាងវាតម្លៃក្រេឌីតត្រូវតែឲ្យបងប្អូនបំពេញរាល់ថ្ងៃនេះមិនត្រឹមតែដើម្បីតាមដានទេតែវាក៏ជាន័យជាក់ស្ដែងសម្រាប់បង្ហាញដល់រោងចក្រគីមីនៅថ្ងៃក្រោយដែរថាកែលីនកុំបារម្ភ
នាំបងប្អូនមកជួយបើកផ្លូវឲ្យខ្ញុំចូលក្នុងភូមិនេះបើលីវៃតុងខ្ញុំធ្វើមិនបានល្អទេខ្ញុំគ្មានមុខទៅជួបដូនតាឡើយពេលដែលបងប្អូនកម្មករកំពុងរៀបចំឡើងយ៉ាងនេះសម្រាប់បងប្អូនថ្លៃតាចាំងលីវម៉ាជូឈោមើលពីក្រោយម្ខាងស្ទើរតែជ្រុះក្របភ្នែកមកក្រៅគាត់ប្រញាប់យកទូរស័ព្ទតែទៅប្រាប់តាចាំងបងថ្លៃមិនស្រួលទេអាលីនឈិនវាឲ្យឡើងពីក្រៅចូលមកមែនដល់ទៅ3គ្រឿងឯណោះពួកឡើងឡានគេអស់ហើយហេឡើងក៏ឡើងទៅការរកស៊ីតូចតាចរាប់រយរៀលតាមចិត្តវាទៅឥឡូវអញកំពុងជូនថៅកែបោះជំរំធំ2នាក់ដើរមើលដីនៅ